នេះគឺជារថយន្ត Wuling អគ្គិសនី7កៅអីដែលមានតម្លៃត្រឹមតែ$25,800តែប៉ុណ្ណោះមានអគ្គិសនីសុទ្ធផងអគ្គិសនីលាយសាំងផងក៏មានរថយន្តប្រភេទសាំងសុទ្ធដែរហើយសំខាន់តម្លៃសុទ្ធតែអត់ដល់$30,000ចឹងដឹងថារថយន្ត Wuling Starline 730ឆ្នាំ2026នេះមានចំណុចពិសេសអ្វីខ្លះតាមដានវីដេអូជាមួយខ្ញុំទាំងអស់វាសូមបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូនេះពិសេសមែនតើដោយសារតែរថយន្តខាងក្រោយនេះគឺតម្លៃមហាល្អហ្មងអគ្គិសនីសុទ្ធជិះបាន500គីឡូតម្លៃត្រឹមតែ$25,800ឯងហើយមានប្រភេទអគ្គិសនីលាយសាំងផងមានរថយន្តប្រភេទសាំងសុទ្ធទៀតប៉ុន្តែមុនចូលទៅកាន់វីដេអូលម្អិតអំពីចំណុចពិសេសរបស់រថយន្ត Wuling Starline 730នេះខ្ញុំចង់និយាយពីប្រវត្តិរបស់ Wuling តិចអញ្ចឹងតើតើ Wuling ជាម៉ាកយន្តហោះមួយដែលមានការចរាចរណ៍នៅប្រទេសចិនច្រើនមែនតើហើយមានការលក់ចាញ់ឆ្នាំមុនណា1.60លានគ្រឿងជាងបងប្អូនគឺជាចំនួនមួយដែលច្រើនខ្លាំងមែនតើហ្មងហើយបច្ចុប្បន្នគឺគាត់សហការបណ្ដាក់ទុនជាមួយក្រុមហ៊ុនសៃក្រុមហ៊ុន GM ក៏ដូចជាក្រុមហ៊ុន Wuling ដែលគាត់បានបង្កើតការអភិវឌ្ឍបច្ចេកវិទ្យាគាត់ភាពធន់អីគ្រប់យ៉ាងរបស់រថយន្តគាត់មានការសហការគ្នាជាមួយក្រុមហ៊ុនសៃដូចជា GM ដែលខ្ញុំបាននិយាយប្រាប់បងប្អូនអញ្ចឹងណាអញ្ចឹងតើតើនឹងគុណភាពអីនេះគឺអាចទទួលយកបានមែនតើតែរថយន្ត Wuling គឺគាត់ផ្ដោតលើភាពធន់ហើយការសំចៃហើយបទពិសោធន៍ខ្ញុំធ្លាប់ទៅប្រទេសចិនណា Wuling ទៅណាក៏ឃើញដែរហើយឡើងចាស់បាទប៉ុន្តែនៅតែចរាចរណ៍លើដងផ្លូវបានហ្នឹងបងប្អូនហើយខាងក្រោយនេះគឺជារថយន្ត Wuling Starline 730ដែលជារថយន្តប្រភេទអគ្គិសនីសុទ្ធដែលខ្ញុំបានបង្ហាញណាបាទជិះបានដល់500គីឡូតម្លៃមហាល្អហើយមិនមែនថាអូឡានតម្លៃប៉ុណ្ណឹង option អត់ទៅលើទេបងប្អូន option គេមានកាមេរ៉ា360ខង2អូតូម៉ាស៊ីនត្រជាក់3ជួរហើយនឹងមុខងារជាច្រើនទៀតចាំខ្ញុំបង្ហាញលម្អិតជូនបងប្អូននៅខាងក្នុងអញ្ចឹងណាហើយសម្រាប់ក្រុមហ៊ុន Wuling ប្រទេសកម្ពុជាអញ្ចឹងក៏គាត់បាននាំចូលគ្រប់ជម្រើសតែម្ដងចាំបងប្អូនចង់បានអគ្គិសនីសុទ្ធក៏បានអគ្គិសនីលាយសាំងក៏បានចង់បានម៉ាស៊ីនសាំងសុទ្ធក៏បានតម្លៃអត់ដល់$30,000ទេនៅតែ20,000ជាងចឹងហើយបងប្អូនបានឃើញណាខ្ញុំបានយករថយន្តដែលមានពណ៌នេះជាពណ៌សមិនថារូបឡានបបួលអីហ្នឹងគឺជាការបិទលេងម៉ូដទេបងប្អូនអញ្ចឹងណាបាទមើលទៅស្អាតមែនតើអូខេអញ្ចឹងសម្រាប់ការរចនាអញ្ចឹងខ្ញុំនិយាយពីប្រភេទអគ្គិសនីដោយសារតែរូបរថយន្តគឺដូចគ្នាដែរបងប្អូន option ក៏ដូចគ្នាដែរបងប្អូនគាត់ថាខ្ញុំយករថយន្តអគ្គិសនីនេះជាជម្រើសបង្ហាញបងប្អូនអញ្ចឹងណាអូខេមកមើលការរចនាគេអញ្ចឹងសម្រាប់ការរចនានេះ daytime គេជាមួយជាគៀង LED អានេះគឺរុនខ្យល់ទៅពេលដែលយើងបើកអីវាជួយកាត់បន្ថយដូចថាកុំឲ្យចាញ់ខ្យល់អញ្ចឹងណាវាមានធ្វើប្រឡោះគៀងនេះទៀតលយមែនតើហើយកម្ពស់ក៏ខ្ពស់ពីដីល្អដែរការរចនាប៉ុណ្នេះគឺសាមញ្ញមិនឆើតពេកការ design នេះវាអត់ងាយសាំភ្នែកទេវាទៅវាសាមញ្ញបងប្អូនហើយខាងក្រោមនេះគេឡាយជាលក្ខណៈថាក្រូមេទៅមើលទៅវាភ្លឺស្អាតពេកចាំងមួយថ្ងៃអញ្ចឹងបងប្អូនអាចមើលបាននេះបាទនេះកាមេរ៉ា360មកជុំរថយន្តបងប្អូនអែមមែនទេបាទពួកយើងប៉ុណ្នេះគឺពិតជាងាយស្រួលក្នុងការប្រើប្រាស់ហើយរថយន្តនេះបើនិយាយពីកម្លាំងណាគឺ100គីឡូវ៉ាត់បើគិតជា PS គឺខ្ទង់136 PS ប៉ុណ្ណឹងមិនល្មមប្រើបងប្អូនហើយកម្លាំងរបួល200 Newton meters ហើយបើ top speed គេជន់ដល់160បងប្អូនអែមរបស់គេបងប្អូនហើយបើយើងនិយាយពីទំហំថ្មគឺ60គីឡូវ៉ាត់ហើយបើសិនជាការជិះណាបើសិនជារយៈចម្ងាយ100គីឡូគឺវាស៊ីត្រឹម13.6គីឡូវ៉ាត់បងប្អូនហើយប្រភេទថ្មជាប្រភេទ lithium iron phosphate battery ហើយមាន liquid cooling ដើម្បីជួយបញ្ចុះកម្ដៅទៀតបងប្អូនពិសេសមែនតើហើយបើយើងនិយាយពីការសាកថ្មណាមានប្រភេទ AC ក៏ដូចជា DC អាសាកថ្មល្បឿនលឿនគេហ្នឹងពី30ទៅ80%ត្រឹមតែ20នាទីបងប្អូនលឿនមែនតើហ្មងណាហើយយើងអាចសាកថ្មនៅផ្ទះក៏បានដែរបើសិនជាបងប្អូនចង់ឲ្យថ្មយើងវានៅដំណើរការល្អអញ្ចឹងណាហើយតើតោងនឹងកម្លាំងប៉ុណ្នេះស្ពេចប៉ុណ្នេះខ្ញុំគិតថាវាល្មមសម្រាប់ការប្រើប្រាស់ហើយវាមិនស្ទុះពេកក៏មិនស្ទុះពេកដែរព្រោះ130យ៉ា100 PS ជាងដែរគួរសមបងប្អូនហើយ top speed បានដល់160តែគាត់ថាពីទូទៅខ្ញុំជឿជាក់ថាជាលក្ខណៈគ្រួសារទេមិនតែជន់ឲ្យលឿនទេបងប្អូនអូខេឥឡូវយើងចូលមកដល់ផ្នែកការរចនាជំភាងចេះម្ដងតើតោងនឹងយ៉ានកង់ប៉ុណ្ណេះគឺវាសមជាមួយតួរថយន្តបងប្អូនបើយើងនិយាយពីទំហំកង់គឺ215 55 A17 អញ្ចឹងវាស័ក្តិសមមួយតួរថយន្តយ៉ាន់គេបងប្អូនគេឡាយពីពណ៌សលាយពណ៌ខ្មៅអញ្ចឹងណាពេលយើងជិះលើដងផ្លូវគឺរំលេចស្អាតមែនទែនបងប្អូនហើយនៅត្រឡប់កញ្ចក់នេះក៏មានជាសញ្ញា LED ក៏ដូចជាកាមេរ៉ាមកដែរបងប្អូនជាប្រភេទកាមេរ៉ា360ចាំពេលចូលខាងក្នុងបង្ហាញលម្អិតមកនិយាយច្បាស់សមរម្យមែនទែនអញ្ចឹងងាយស្រួលសម្រាប់បងប្អូនថាលក្ខណៈគ្រួសារក៏អាចមើលសមត្ថភាពជុំវិញថាមានត្រូវកិនអីអត់អញ្ចឹងណាបងប្អូនហើយសោជាប្រភេទ Smart Key បងប្អូននេះប៊ូតុងចុចគេដើម្បី unlock ទៅអញ្ចឹងតើតង់នឹងរថយន្តនេះទំហំបងប្អូនអាចមើលបានទំហំគេគឺធំល្អមែនទែនតើតង់នឹងបណ្ដោយរថយន្ត4910 មីលីម៉ែត្រតើតង់នឹងតឹង1850 មីលីម៉ែត្រហើយតើតង់នឹងកម្ពស់1770 មីលីម៉ែត្របើយើងនិយាយពីគម្លាតកង់មុខក្រោយគឺ2910 មីលីម៉ែត្របងប្អូនហើយបើទម្ងន់រថយន្តគឺ1810គីឡូក្រាមអញ្ចឹងតើតង់ទំហំប៉ុណ្ណឹងពិតជាពិសេសមែនទែនសម្រាប់ប្រើប្រាស់លក្ខណៈគ្រួសារជិះ7នាក់គឺមកពេញចិត្តបងប្អូនអូខេអញ្ចឹងតើតង់នឹងផ្នែកចំហៀងគឺមានប៉ុណ្ណឹងឥឡូវមកទស្សនាផ្នែកការរចនាខាងក្រោយនិងទំហំដាក់បានថាមានទំហំដូចជាការរចនាបែបណាដែរតាមតាមបានទាំងអស់
ចូលមកដល់ផ្នែកខាងក្រោយបងប្អូននេះអញ្ចឹងទៅដល់ការ design គឺដូចខ្ញុំនិយាយអញ្ចឹង Wuling ក៏រក្សា concept មួយគឺសាមញ្ញការរចនាគឺឲ្យងាយថតយើងបងប្អូនហើយបងប្អូនចំណាំមើល logo នេះនៅខ្មែរយើងចរាចរណ៍ច្រើនមែនតើជាពិសេសរថយន្តដែលខ្ញុំបានបង្ហាញលើកមុនណា Wuling Bingo S គឺច្រើនមែនតើទៅណាឃើញទេអូខេអញ្ចឹងការរចនាខាងក្រោយគឺមាន sensor សុវត្ថិភាពជូនយើង4គ្រាប់ជាមួយកាមេរ៉ា360ហើយបើយើងនិយាយពីទំហំអញ្ចឹងបើសិនជាយើងបត់កៅអី3ជួរមកក៏យើងនៅតែមាន space ដាក់អវ៉ាន់ច្រើនគួរសមដែរបងប្អូនអានេះដាក់ Valley Carry On បានខ្ទង់2ដែរហើយយើងអាចដំណើរកំសាន្តយើងបើអ្នកទៅខេត្តអីគឺអត់បញ្ហាទេអាចបើកកៅអីនឹងប្រើណាឬមួយក៏បងប្អូនអាចបត់កៅអីមួយដើម្បីដាក់អវ៉ាន់អីធំបានដូចគ្នាបងប្អូនអញ្ចឹងសម្រាប់រថយន្តនេះបើយើងនិយាយពីប្រព័ន្ធជើងក្រោមរថយន្ត Wuling Starline 730ខាងមុខប្រើប្រព័ន្ធជើងក្រោម McPherson ខាងក្រោយនេះប្រើ Multi-Link Suspension អញ្ចឹងប្រព័ន្ធជើងក្រោមហ្នឹងខ្ញុំបានបើកបរមិញមកថតហ្នឹងឃើញថាជិះទៅសមរម្យល្អមែនតើស័ក្តិសមសម្រាប់ផលលក្ខណៈគ្រួសារឬក៏លក្ខណៈបងប្អូនចង់យករថយន្តនេះទៅប្រើលើការអាជីវកម្មជួលរថយន្តនេះអត់ជាបញ្ហាដែរដោយសារតែ brand Wuling ជា brand រថយន្តមួយដែលទទួលស្គាល់គុណភាពមកលើភាពធន់អីជាដើមអូខេបងប្អូនអញ្ចឹងតើតោះក្នុងផ្នែកខាងក្រៅវាមានប៉ុណ្ណឹងប៉ុន្តែ option ទំនើបអត់តន់អស់ទេខ្ញុំនឹងបង្ហាញបងប្អូននៅខាងក្នុងបន្ថែមទៀតថាតើរថយន្តនេះមានចំណុចពិសេសអ្វីបន្ថែមទៀតនៅផ្នែកខាងក្នុងតោះមកដាំណាស់ទាំងអស់គ្នាអញ្ចឹងខ្ញុំមិនបានចូលក្នុងទេខ្ញុំបង្ហាញលក្ខណៈពិសេសនៃទ្វារនេះជូនបងប្អូនទ្វារនេះមិនត្រឹមតែជាទ្វារអូតូទេដែលខ្ញុំថាយើងអាចបើកពីក្នុងណាអាចបើកតាមរយៈ tele យើងក៏បានហើយយើងអាចបើកបែបនេះក៏បានអញ្ចឹងជាប្រភេទអូតូម៉ាទិកហ្មងហើយសួរថាសុវត្ថិភាពបែបម៉េចតែឥឡូវខ្ញុំទាន់ដែរខ្ញុំបង្ហាញរបស់ពិសេសមួយដែលមកពីរោងចក្រផ្ទាល់បងប្អូនមានចារអារម្មណ៍មើលរថយន្តនេះកញ្ចក់ជាកម្ៅហើយស្រេចហើយបាទរថយន្តនេះបំពាក់ដោយ UV ជូនបងប្អូនហើយស្រេចហើយហើយ model គេខ្ញុំឃើញនៅលើកញ្ចក់មិញណា SGMW បាទថា3ក្រុមហ៊ុនឈ្មោះគេចូលគ្នាហ្មងលយមែនទេបងប្អូនឥឡូវចូលមកដល់ផ្នែកខាងក្នុងឲ្យបងប្អូនអញ្ចឹងតើតង់កន្លែងតកង់អង្គុយកលាយល្អពណ៌នេះខ្ញុំនិយាយមិនបើសិនជាប្រើលក្ខណៈគ្រួសារគឺមើលអត់ដឹងបន្លែបងប្អូនងាយស្រួលប្រើមែនតើរៀងលក្ខណៈថាសុកាឡាប៉ុន្តែមិនសុកាឡាខ្លាំងទេចង់បែកពណ៌តិចប៉ុន្តែតើបងប្អូនមើលក្រៅទៅអាចទស្សនាវីដេអូបានតែខ្ញុំជឿជាក់បងមើលក្រៅច្បាស់ជាងបងប្អូនអញ្ចឹងបងប្អូនដឹងហើយថារថយន្តនេះជាប្រភេទ MPV អញ្ចឹងតើតង់នឹងទ្វារគឺយើងអាចបើកតាមរយៈប៊ូតុងចុចលើនេះបានយើងអាចចុចបើកក៏បានចុចបិទក៏បានតើតង់នឹងទ្វារខាងស្ដាំយើងអញ្ចឹងណាជាប្រភេទអូតូម៉ាទិកផ្ទាល់តែម្ដងបងប្អូនហើយមិនថាតែមានមុខងារប៉ុណ្ណឹងឯងចាំពេលទៅកៅអីទី2ខ្ញុំបង្ហាញបងប្អូនមុខងារសុវត្ថិភាពមួយចំនួនបន្ថែមទៀតអញ្ចឹងខ្ញុំនិយាយពីផ្នែករចនាអេក្រង់កណ្ដាលនេះមុនអញ្ចឹងអេក្រង់នេះ touch screen 12.8 inch wallpaper យើងអាចដូរទៅតាមចំណង់ចំណូលចិត្តយើងបានអញ្ចឹងណាចង់ដាក់រូបភ្នំរូបអីចូលចិត្តបងប្អូនទេបាទក៏ដូចជាអាចសេរីមុខងារម៉ាស៊ីនត្រជាក់នានាហើយក៏យើងអាចមើលមុខងារកាមេរ៉ា360ច្បាស់មែនតើកាមេរ៉ានេះបងប្អូនយើងអាចមើល live ផ្ទាល់ក៏បានខាងមុខខាងក្រោយខាងឆ្វេងខាងស្ដាំអញ្ចឹងណាតម្លៃធម្មតា$25,800ហើយមានមុខងារសុវត្ថិភាពកាមេរ៉ា360មកជុំរថយន្តឲ្យបងប្អូនមកអញ្ចឹងគឺងាយស្រួលសម្រាប់យើងប្រើប្រាស់មែនតើបងប្អូន touch screen ហើយនឹងសេរីមុខងារផ្សេងៗនៅលើអេក្រង់នឹងផ្ទាល់បន្ទាប់មកគេក៏គិតដល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ដែរការបិទបើកម៉ាស៊ីនចាក់មិនធម្មតាបិទនៅលើអេក្រង់ទេបងប្អូនអាចបិទនៅខាងក្រោមនេះបានទេនេះបាទយើងអាចកឡើងនេះលើនេះបាននេះឡើងហ៎យើងអាច menu ដោយការចុចប៊ូតុងក៏បានដែរបងប្អូនមានប៊ូតុងកឡើងតលាក់ AC លើសុំផ្លូវអានេះសេរីសីតុណ្ហភាពបាទអញ្ចឹងវាងាយស្រួលសម្រាប់យើងប្រើប្រាស់ព្រោះពេលខ្លះមិនគាត់ថាយើងត្រូវ touch screen រហូតទេយើងត្រូវការប៊ូតុងចុចដែរអញ្ចឹងគាត់អត់ផ្លេចទេក្នុងការដាក់ប៊ូតុងដើម្បីបងប្អូនងាយស្រួលក្នុងការប្រើប្រាស់បើហើយបន្ទាប់មកខាងនេះគឺជាកន្លែងដាក់ទូរស័ព្ទមិនធម្មតាកន្លែងដាក់ទូរស័ព្ទធម្មតាទេ support wireless charger បងប្អូនខ្ញុំដាក់សាកទូរស័ព្ទមកវាលោតអក្សរ fast charging បងប្អូន fast wireless charging ខូលមែនតើបងប្អូនកន្លែងនេះក៏ខ្ញុំគិតថាអាចដាក់ទូរស័ព្ទបានដែរយល់ទៅគេធ្វើមកផ្ដោតលើលក្ខណៈថាប្រើប្រាស់គ្រួសារគឺងាយស្រួលមែនតើបងប្អូននេះទូរស័ព្ទ4 5ក៏ដាក់បានដែរបងប្អូនលុយបើជ្រុលមកចិត្តសោបងប្អូនមើលសោហ្មងលើសោគេយើងអាចបញ្ជាបើកទ្វារបានដូចគ្នាមានមុខងារច្រើនណាយើងអាចបញ្ជាបើកទ្វារតែខាងស្ដាំអូតូម៉ាទិកយើងនឹងតាមរយៈ smart key យើងក៏បានដែរបងប្អូនហើយនឹងប៊ូតុង unlock អីនានាអញ្ចឹងណាបាទ smart key ទៀត2មកលុយចូលមកដល់ light storage ដាក់អវ៉ាន់នេះគឺក្នុងនេះមានហ៊ុនទុយបរិយហ៊ុន Type C មួយហ៊ុន USB មួយជាបង្កប់នៅក្នុងហ្នឹងអញ្ចឹងបងប្អូនហើយខាងក្រោមនេះគឺកន្លែងដាក់អវ៉ាន់នានាកន្លែងនេះគឺក៏បង្កភាពងាយស្រួលសម្រាប់យើងដំណើរកម្សាន្តអាចដាក់នំណែកអីនានានៅក្រោមនេះបានដើម្បីយើងងាយស្រួលក្នុងការយកអញ្ចឹងទៅអញ្ចឹងតើតនឹងផ្នែកកណ្ដាលមានប៉ុណ្ណឹងបន្ទាប់មកចូលមកមើលផ្នែកចកងម្ដងអញ្ចឹងសម្រាប់ចកោតជាប្រភេទចកោតអេឡិចត្រូនិកយើងអាចបួងដោយប្រើដៃមួយទុនស្រួលមែនតើក្នុងការបើកបរក្នុងក្រុងឬយើងទៅតាមបណ្ដាខេត្តអញ្ចឹងបងប្អូនទុនស្រួលវាអត់សូវហត់ណាហើយលើហ្នឹងក៏មានប៊ូតុងលើកទូរស័ព្ទដូរចម្រៀងបាទសេរីមុខងារនានាខាងស្ដាំនេះក៏មានមុខងារចុចបើកមើលកាមេរ៉ា360របស់យើងចង់បើកចង់បិទចុចលើហ្នឹងបានហើយខាងក្រោមនេះជាមុខងារដែលយើងអាចសេរីមីនុយនៅកណ្ដាលនេះមើលសម្ពាធកង់មើលអីនានាអញ្ចឹងបងប្អូនយើងនិយាយចូលដល់អេក្រង់នេះជាអេក្រង់បង្ហាញទាក់ទងនឹងព័ត៌មានដូចថាយើងជិះកុងទ័រប៉ុន្មានអញ្ចឹងទៅភ្លើងយើងសល់ប៉ុន្មាន%ខាងឆ្វេងនេះគឺវាបង្ហាញទាក់ទងនឹងគីឡូវ៉ាត់អាហ្នឹងបើសិនជាលើឡានសាំងអាចថាវាដូច RPM យើងណាពេលយើងដកជើងតួលេខវាទាំងថយហើយវាលោតសញ្ញាគ្រាប់បៃតងមួយមានន័យថាវាកំពុងសាកថ្មចូលវិញអញ្ចឹងអគ្គិសនីរាល់ពេលដែលយើងជន់នៅពេលដែលយើងដកជើងគឺវាតែងតែ generate ថាមពលចូលទៅអង្គុយដើម្បីឲ្យធ្វើការបើកបរវាសុក្រិតល្អហើយជិះបានឆ្ងាយក្រ
ន្លែងហ្នឹងគឺ cool មែនតើបងប្អូនខ្លះអាចនឹងឆ្ងល់អូពាក្យ KW ហ្នឹងគេអញ្ចឹងណាគឺកម្លាំងដូច RPM អញ្ចឹងបើខ្ញុំប្រៀបធៀបឲ្យស្រួលស្ដាប់ចូលមកដល់កន្លែងមួយទៀតដែលខ្ញុំពិតជាស្រឡាញ់ហើយខ្ញុំចូលចិត្តខ្លាំងហើយគឺជាមុខងារដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃគឺកញ្ចក់អញ្ចឹងកញ្ចក់ទាំងអស់នៃរថយន្ត Wuling Starline 730នេះគឺអូតូម៉ាទិកទាំងអស់បានន័យថាចុចមួយចុះហើយសុវត្ថិភាពណាអត់ធៀបដៃយើងទេបងប្អូនបាទគ្រប់កញ្ចក់សុវត្ថិភាពមែនតើហើយក៏មានប៊ូតុងឆាលឡុកនៅក្នុងនេះដែរហើយក៏ដូចជាមុខងារសេរីទាក់ទងនឹងតឡៅកញ្ចក់យើងនៅខាងនេះបងប្អូនយើងទៅ option ប៉ុណ្ណេះមកលំបនឹងការប្រើប្រាស់លក្ខណៈគ្រួសារអូខ្ញុំភ្លេចរឿងមួយទៀតបងប្អូនរថយន្តនេះក៏បំពាក់ដោយ cruise control ដែរបងប្អូនអាច set លឿនអូតូម៉ាទិកដាក់80ទៅយករហូតមកក៏បានដែរនេះបងប្អូនយើងអាច set នៅខាងកន្លែងដាក់លេខពេលយើងដាក់លេខមកដេហើយយើងដាក់ថែមមួយទៀតមកគឺវានឹងចូលទៅកាន់វា cruise control របស់យើងឯងបងប្អូនអូខេអញ្ចឹងតាក់ទងនឹងផ្នែកខាងមុខយើងមានប៉ុណ្ណឹងបន្តមកបងប្អូនយើងមកទស្សនាផ្នែកកៅអី QT2 ដែលថាភាគច្រើនអាចថាកៅអីហ្នឹងជាកៅអី VIP ក៏បានហើយក៏ជាកៅអីដែលផាសុខភាពជាងគេដែរបន្ទាប់មកខ្ញុំនឹងនាំបងប្អូនទៅទស្សនាកៅអី QT3 ដូចគ្នាតោះមកតាមដានកៅអី QT2 ជាមួយខ្ញុំទាំងអស់នេះអញ្ចឹងសម្រាប់ទ្វារនេះមិនធម្មតាទ្វារអូតូធម្មតាទេគឺជាទ្វារសុវត្ថិភាពទៀតសុវត្ថិភាពមិនឥឡូវឧទាហរណ៍ដល់ឥឡូវបើកកញ្ចក់បងប្អូនឃើញណាចែកដល់មានក្មេងគាត់អឺតដូចក្បាលអញ្ចឹងណាហើយបើគេបើកទ្វារទៅជាផងគាត់អត់ទេបងប្អូនឆ្លាតមែនតើនេះពេលយើងបើកទ្វារមកនេះមើលអត់មានប៉ះទេបាទគឺវាឈប់ត្រឹមហ្នឹងតែម្ដងឆ្លាតពេញមែនតើបើទិញម្ដងទៀតណាគឺទ្វារទៅក្រោយធម្មតាបាទអញ្ចឹងបើថារថយន្ត Wuling នេះគឺគាត់គិតដល់សមត្ថភាពខ្លាំងមែនតើក្នុងរថយន្តរបស់គាត់ទេឥឡូវទៅហើយអញ្ចឹងបើថាទ្វារអូតូនេះមិនខំតាំងងាយស្រួលប្រើប្រាស់ហើយជាទ្វារសុវត្ថិភាពទៀតគិតមែនតើមកតោះឥឡូវខ្ញុំមក review ផ្នែកខាងក្នុងតិចថាទៅពិសេសអ្វីខ្លះអញ្ចឹងណាអញ្ចឹងបងប្អូនឃើញមុនគេហើយក៏ខ្ញុំគិតថាអ្នកជិះឡាន MPV ទាំងអស់គឺចង់បានមែនតើមកបើសិនតែមាន3ជួរនេះជួរទី2ខាងក្រោយនេះគឺជួរទី3ហើយយើងអាចបិទក៏បានបើក៏បានតាមប៊ូតុងឯព្រមនេះហើយយើងអាចឡើងឲ្យខ្លាំងក៏បាននេះបញ្ជាក់ស្រួលមែនតើអញ្ចឹងជិះរថយន្តនេះ7នាក់3ជួរអត់ភ័យថាក្តៅទេព្រោះមិនសិនចិត្តមានទាំង3ជួរកន្លែងដាក់កែវទឹកមានទាំង3ជួរគេធ្វើមកសម្រាប់លក្ខណៈគ្រួសារ7នាក់ហ្មងបងប្អូនហើយមើល like room អីសល់តលាល្អមែនតើយល់ទៅកៅជួរទី2នេះគឺជាកៅមួយតែផាសុខភាពជាងគេហ្មងធំតលាមានកន្លែងកល់ដៃមានអីចឹងទៅហើយកន្លែងនេះគឺកន្លែងដាក់កែវទឹកសម័យមើលជិះទៅដើរលេងដាក់កែវទឹកកាហ្វេលុយណាបងប្អូនអញ្ចឹងសម្រាប់កៅជួរទី2គឺខ្ញុំអត់មានអីច្រើនទេគ្រាន់តែវាជាលក្ខខណ្ឌងាយស្រួលក៏ដូចជាសុវត្ថិភាពខ្ញុំមានប៉ុណ្ណឹងបន្ទាប់មកយើងមកមើលផ្នែកកៅជួរទី3បន្តិចចង់ដឹងថាតើផ្នែកកៅជួរទី3នេះមានចំណុចពិសេសអ្វីខ្លះថែមទៀតតោះមកតាមដានផ្នែកកៅជួរទី3ជាមួយខ្ញុំទាំងអស់នេះឥឡូវចូលមកដល់កៅជួរទី3អញ្ចឹងបើសិនជាយើងចូលគឺយើងចូលតាមប្រឡោះកដានេះបងប្អូនណាបាទអញ្ចឹងសម្រាប់ផ្នែកខាងក្រោយកៅជួរទី3នេះវាមិនទលាយអីពេកទេប៉ុន្តែបើសម្រាប់មកអង្គុយគឺអូខេបាទលេខរូខ្ញុំយ៉ាមកលំបហ្មងខ្ញុំកម្ពស់ខ្ទង់1.7 ម៉ែត្របន្តិចដែរចឹងអត់អីទេព្រោះជាទូទៅខ្ញុំជឿថាផ្នែកខាងក្រោយហ្នឹងក៏ភាគច្រើនមិនមានមនុស្សធំអង្គុយទេអាចនឹងក្មេងៗច្រើនជាងហើយខាងក្រោយនេះកន្លែងជាងគេដូចខ្ញុំនិយាយចឹងគឺមិនចាក់បងមិនថាចាស់ក្មេងទេគឺត្រូវការមិនចាក់សំខាន់ជាងគេបងមានកន្លែងដាក់កែវទឹកកន្លែងដាក់ទូរស័ព្ទមានកន្លែងកល់ក្បាលយើងចេះអញ្ចឹងអង្គុយអត់ជាបញ្ហាដូចខ្ញុំនិយាយចឹងទោះបីខ្ញុំអង្គុយក៏អត់បញ្ហាដែរគឺអាចអង្គុយបានបងប្អូនតែបើថាឲ្យទលាយវាអត់ដល់កៅអីជួរទី2ក៏ដូចជាខាងតកុងក៏ដូចជាអ្នករុនដំណើរបងប្អូនអញ្ចឹងតើតើនឹង option ពិសេសក៏ដូចជារូបរាងរបស់ Wuling Starline 730មានប៉ុណ្ណឹងបន្តមកបងប្អូនធ្វើការបើកបោសាឡបងមួយខ្ញុំតិចហើយមកទស្សនារូបរាងយន្តថាទៅពេលដែលចរាចរណ៍លើដងផ្លូវស្រស់ស្អាតដល់កម្រិតណាតោះមកតាមដានទាំងអស់គ្នាចូលមកដល់វគ្គបើកបោសាឡបងបងប្អូនអញ្ចឹងមិញខ្ញុំសាកតេស្តរថយន្តនេះគឺសុវត្ថិភាពមែនតើនៅពេលដែលយើងមិញខ្ញុំដាក់ដេកហើយខ្ញុំច្រឡំដោះខ្សែក្រវ៉ាត់ហើយខ្ញុំជន់ប្រាំងណាហើយខ្ញុំច្រឡំបើកទ្វារយកនេះលោតចូលពេហ្មងនេះបងប្អូនលុយមែនតើគឺវាអូតូផ្ដាច់ចូលពេហ្មងអញ្ចឹងឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលបន្តិចនិយាយទៅរថយន្តនេះគឺផ្ដោតលើប្រព័ន្ធសុវត្ថិភាពគឺច្រើនគួរសមរបស់គេបងប្អូនគឺបើកបោហើយគឺសុវត្ថិភាពហ្មងអូខេឥឡូវយើងមកបើកបោសាឡបងរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងរថយន្តនេះបំពាក់ដោយអូតូហូប្រាំងដែរអេឡិចត្រូនិកហើយជាកូដអេឡិចត្រូនិកគឺទុនងាយស្រួលក្នុងការបើកបោមែនតើហើយសម្រាប់ប្រព័ន្ធជើងក្រោមសម្រាប់រថយន្ត Wuling Starline បើឲ្យ30នេះគឺដូចខ្ញុំបានបញ្ជាក់មុនហ្នឹងហើយគឺប្រើ suspension ខាងមុខប្រើ Navigation ខាងក្រោយប្រើ Multilink អញ្ចឹងជើងក្រោមប៉ុណ្ណេះគឺវាលំបាកក្នុងការបើកបោមិនថាបងប្អូនទៅខែទៅក្នុងក្រុងអញ្ចឹងណាព្រោះនិយាយគឺជាកូដហ្មងវាទុនស្រួលបើកបោមែនតើបងប្អូនសម័យមើលពេលយើងជិះរថយន្តនេះនៅក្នុងបរិយាពេញហួតចេះជិះដឹកកូនទៅរៀនអីមកលំបាកវាពេលខ្លះឡានយើងអត់ចង់ចំណាយច្រើនណាបងប្អូនតែបានឡានថ្មីជិះដោយសុវត្ថិភាពអត់ភ័យថាអូជិះទៅខូចជិះទៅអីបងប្អូនបាទព្រោះឡាន brand Wuling ដូចខ្ញុំបានបញ្ជាក់អញ្ចឹងជារថយន្តដែលបងប្អូនមិនថានៅប្រទេសចិនឯនៅខ្មែរយើងគឺចរាចរណ៍ច្រើនមែនតើមកយហោខ្ញុំជឿជាក់ហ្មងហើយគិតមើលឆ្នាំមុនគឺលោកបាន1លាន7លានគ្រឿងមិនមែនធម្មតាបងប្អូនខ្ញុំនិយាយចាក់ដែរគាត់ថាអារម្មណ៍បើកបោសាឡបងនេះខ្ញុំពិតជាអត់អាចថាសម្រាប់បងប្អូនវាស្រួលឬក៏ប៉ុណ្ណឹងមិនដែរគាត់តែបងប្អូនមកសាកបើកបោផ្ទាល់ហើយក្រុមហ៊ុនគេគឺមានផ្លូវការនៅប្រទេសកម្ពុជាយើងចាប់ពីខ្ញុំបង្ហាញខ្ញុំអត់នៅtrongវីដេអូតែក្នុងក្រុមហ៊ុនគាត់អញ្ចឹងណាថានៅណាអញ្ចឹងទៅតែចេះស្ដាញ់ទៅខ្ញុំគិតថាបងប្អូនអាចនឹងស្គាល់ហើយគឺនៅផ្លូវជាតិ6អាហ្នឹងចុះពីស្ពានមកនៅខាងឆ្វេងណាគឺឃើញហើយ Wuling ក្រុមហ៊ុនគាត់មានផ្លាក logo ពណ៌ក្រហមលេសហ្នឹងបងប្អូនអញ្ចឹង
ព័ត៌មានបន្ថែមបងប្អូនអាចមកធ្វើការបើកបរសាកល្បងឬក៏តាក់ទងទៅ page ផ្លូវការ Bulling បាទដើម្បីមកមើលរថយន្តផ្ទាល់មកជិះមកស្ទាបប៉ះងែលក៏ដូចជាមកទទួលយកបានបទពិសោធន៍ថាតើ Bulling Starlight 730នេះអគ្គិសនីសុទ្ធឬក៏អគ្គិសនីលេសាំងឬក៏ប្រភេទសាំងសុទ្ធស័ក្តិសមសម្រាប់បងប្អូនគឺគ្រប់ជម្រើសហ្មងអត់មានថាអូស្រឡាញ់ Bulling ឯងតែចង់អូអគ្គិសនីចង់បានឡានសាំងអត់មានអត់ទេសាំងក៏មានអគ្គិសនីមានអគ្គិសនីលេសាំងក៏មានអូខេអញ្ចឹងសម្រាប់វីដេអូអំពីរថយន្ត Bulling Starlight S700 មានប៉ុណ្ណឹងបាទពេញចិត្តកុំភ្លេចជួយ like ហើយ share ផងសូមជម្រាបជួបបងប្អូននៅវីដេអូក្រោយបាយបាយ